បាទជម្រាបសួរបងប្អូនបាទអីបងប្អូនបងប្អូនបាទក្តៅដូចបាយពុះបាទពេលថ្លឹងគីឡូគឺក្តៅបាទអេអាមរិនគាត់ក្តៅខ្លាំងណាក្តៅខ្លាំងបងប្អូនដឹងថាអេអាមរិនគាត់ក្តៅខ្លាំងត្រង់ណានេះក្តៅខ្លាំងត្រង់ដៃគូរបស់គាត់យកវីដេអូពីប្រទេសអាចោយកមកឲ្យគាត់មើលអញ្ចឹងគាត់បដិសេធគាត់មិនមើលទេហើយគាត់បានបញ្ជាក់ថានេះគឺកម្ពុជាមិនមែនថៃឡែនទេគឺកម្ពុជាបាទបញ្ជាក់ឲ្យអាដៃគូបានច្បាស់ថាកម្ពុជាយើងគឺស្អប់ណាស់បាទពួកអាចោហ្នឹងបាទគឺស្អប់ជាទីបំផុតបាទអញ្ចឹងដល់ពេលប្រកួតបងប្អូនឃើញស្រាប់គឺអេអាមរិនដៅខ្លាំងណាស់បាទអញ្ចឹងចូលទៅអេអាមរិនត្រូវតែដាច់កីឡាករនឹងឲ្យបានបាទឈឺចាប់ពេកបាទបាទគេថាពិតជាធ្វើបានល្អមែនអេអាមរិនបាទអត់តោះបងប្អូនបាទហើយកាចបាទកាចហើយអាវុធមុតស្រួយទៀតបាទហើយក៏យើងក៏គាត់តាមដានកន្លងមកក៏ដឹងថាអេអាមរិនមួយរយៈចុងក្រោយនេះគឺអាវុធរបស់គាត់មុតហើយស្រួចហើយជំហរនៃការប្រកួតរបស់គាត់គឺកាចទៀតបាទបាទអញ្ចឹងសូមសរសើរបាទសូមសរសើរដល់អេអាមរិនដែលគាត់មានជំហរជាខ្មែរបាទគ្រាន់ជាងឈ្មោះមួយចំនួនដែលគាត់គ្មានខួរក្បាលបាទដល់ដំណាក់កាលនេះហើយនៅតែនាំទំនិញអាចោចូលស្រុកទៀតបាទអញ្ចឹងអេអាមរិនគ្រាន់ជាងបាទគ្រាន់ជាងឆ្ងាយជាងដាច់ដែលមានឧត្តមគតិខ្ពស់ចំពោះជាតិបាទហើយក៏ជាគំរូមួយដ៏ល្អបាទដល់កីឡាករខ្មែរទាំងអស់ឲ្យភ្ញាក់រលឹកចំពោះពួកអាចោបាទហើយបើសរុបសេចក្តីមកឃើញថាអេអាមរិនគាត់ធ្វើបានល្អបាទធ្វើបានល្អហើយក្នុងនាមជាខ្មែរនៅតែចងគំនុំបាទសួរពូជជាមួយពួកអាចោបាទទោះជាវីដេអូរបស់វាក៏ដោយបាទគឺអេអាមរិនដាច់ខាត់មិនមើលហើយក្តៅឆេវតែម្ដងបាទជាងឧត្តមគតិរបស់អេអាមរិនពិតជាធំធេងណាស់ចំពោះជាតិហើយក៏ប្រសើរជាងពួកគ្មានខួរមួយចំនួនដែលនៅតែនាំទំនិញរបស់ថៃចូលស្រុកទៀតបាទសូមអរគុណសូមជម្រាបលាបាទអេអាមរិនពិតជាធ្វើបានល្អអេអាមរិនពិតជាមានអារម្មណ៍ក្តៅមានអារម្មណ៍ខឹងចំពោះពួកអាចោរហូតបាទ